ទីតាំងធំជាងមុនដើម្បីទទួលអ្នកគ្រប់គ្រងឲ្យបានកាន់តែច្រើនព្រោះថា K-pop idol មកលើកនេះគឺ 2NE1 ជឿជាក់ថានឹងមានអ្នកគ្រប់គ្រងកាន់តែច្រើនហើយក្នុងនោះគឺមានបងប្អូនយើងជាច្រើនបានរងចាំទន្ទឹងរង់ចាំថ្ងៃប្រគំតន្ត្រីមកដល់គឺនៅថ្ងៃទី5 ខែកក្កដាឆ្នាំ2025ខាងមុខនេះអរគុណទស្សនិកជនជាទីគោរពនិងជាទីមេត្រីងាកទៅមើលអ្វីដែលជាកម្មវិធីថ្មីរបស់ CTN កម្លាំងគោជល Red Bull Power នៅលើ Facebook Page របស់ CTN ក៏ដូចជា Facebook Page របស់ Plus KH ដែលជា Facebook Page មួយគ្រប់គ្រងដោយក្រុមហ៊ុន CBS ដែរបានបង្ហាញជាបន្តបន្ទាប់នៅអ្វីដែលជាសកម្មភាពថ្មីពីកម្មវិធី Red Bull Power ដែលឥឡូវនេះ Red Bull Power បានបង្ហាញបេក្ខជនជាបន្តបន្ទាប់ហើយមុននឹងកម្មវិធីការចាក់ផ្សាយមកដល់ក្នុងនោះលោកនាងអាចមើលឃើញអំពីការប្រកួតប្រជែងក៏ដូចជាវីដេអូខ្លីៗបង្ហាញអំពីសកម្មភាពរបស់បេក្ខជនបេក្ខនារីដែលបានចូលរួមតេស្តសាកល្បងសមត្ថភាពកាលពីពេលកន្លងទៅជាមួយនឹងក្រុមការងារ Red Bull Power នៅតាមទីតាំងជាច្រើនដែលក្រុមការងារបានទៅដល់ហើយថ្មីនេះRed Bull Power ក៏ដូចជា CTN ឬក៏ Plus KH បានបង្ហាញជាមួយនឹងវីដេអូរបស់បេក្ខជនដែលជាបេក្ខជនទី1និងបេក្ខជនទី2ដែលមានឈ្មោះនៅក្នុងការប្រកួតប្រជែងក្នុងកម្មវិធីកម្លាំងគោជល Red Bull Power ហើយពួកគេនឹងលាតត្រដាងនៅអ្វីដែលជាសកម្មភាពនិងសមត្ថភាពរបស់គាត់ហើយជាបន្តបន្ទាប់ទៀតនឹងបង្ហាញនៅបេក្ខជនដទៃទៀតជាច្រើនដើម្បីទស្សនិកជនកាន់តែចាប់អារម្មណ៍ថាសមត្ថភាពរបស់បេក្ខជនបេក្ខនារីភាពច្នៃប្រឌិតភាពរហ័សរហួនការតាំងស្មារតីរបស់គាត់បានល្អដល់កម្រិតណាទើបអាចក្លាយជាម្ចាស់ JUP ឬក៏អាចក្លាយទៅជាបេក្ខជនឆ្នើមនឹងលេចធ្លោនៅក្នុងកម្មវិធីថ្មីសាឡាងនិងជារដូវកាលទី1គឺកម្លាំងគោជលនៅស្ថានីយ៍ទូរទស្សន៍ CTN ដូច្នេះបើលោកនាងចង់ដឹងព័ត៌មានលម្អិតបន្ថែមសំខាន់អាចចូលទៅកាន់ Facebook Page របស់ Red Bull Power ឬក៏ CTN TV ឬក៏ Plus KH ដែលជា Plus KH ហ្នឹងក៏ជា Facebook Page ផ្លូវការមួយដែលគ្រប់គ្រងដោយក្រុមហ៊ុន CBS ដូចគ្នាដែរហើយក្នុងពេលឆាប់នេះនឹងផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ទស្សនិកជនជាទីគោរពងាកមកកាន់ព័ត៌មានសិល្បៈនៅក្រៅប្រទេសយើងនិយាយអំពី K-pop ដដែល BTS គឺជាក្រុមតារាចម្រៀងប្រុសដ៏ពេញនិយមហើយក៏មានឈ្មោះបោះសម្លេងហើយក៏មាន fan ជាច្រើននៅក្នុងប្រទេសកម្ពុជាដូចគ្នាដែរហើយក្នុងនោះពីកម្មវិធីរបស់យើងនៅក្នុងថ្ងៃនេះនឹងជម្រាបជូនលោកនាងហើយជំវិញទេពកោសល្យនិងការគ្រប់គ្រងពីសំណាក់អ្នកគ្រប់គ្រងជាច្រើនទៅតាមលំដាប់នីមួយៗនៃក្រុមនៃសមាជិករបស់ក្រុម BTS តើសមាជិក BTS ណាខ្លះដែលមានអ្នកគ្រប់គ្រងលើទេពកោសល្យចម្រុះនិងច្រើនជាងគេឬក៏តិចជាងគេហើយតាមរយៈការបោះឆ្នោតពីអ្នកគ្រប់គ្រងនឹងបង្ហាញថាតើសមាជិករូបណាក្នុងចំណោមសមាជិកទាំង7នាក់មានសមត្ថភាពទេពកោសល្យតិចឬក៏ច្រើនជាងគេហើយខាងបន្តិចទៀតនាងខ្ញុំនឹងជម្រាបជូនអំពីលទ្ធផលដែលទទួលបានពីអ្នកគ្រប់គ្រងដែលមានការចុះផ្សាយពីគេហទំព័រ Koreabo ដែលសមាជិក BTS ទាំងអស់មាន7រូបអ្នកដែលជាប់លេខរៀងទី7គឺ RM ដែលជាសមាជិកមួយរូបរបស់ BTS មានការគ្រប់គ្រង50សម្លេងប្រហែល 1% ក្នុងការបោះឆ្នោតបន្ទាប់មកគឺ Jin ហើយបន្ទាប់មកទី5គឺ Suga ហើយបន្ទាប់មកគឺ Jimin ទី3គឺ J-Hope ទី2គឺ Jungkook ហើយទី1គឺ V ចាអញ្ចឹងមានន័យថា V គឺជាសមាជិកដែលគាត់មានការគ្រប់គ្រងនិងទទួលបានការបោះឆ្នោតច្រើនជាងគេពីសំណាក់អ្នកគ្រប់គ្រងហើយបើយើងមើលទៅកាន់រូបសម្បត្តិស្អាតម្យ៉ាងម្នាក់ទេពកោសល្យក៏មានម្យ៉ាងម្នាក់ក៏ប៉ុន្តែតាមរយៈការបោះឆ្នោត V គឺជាសមាជិកដ៏លេចធ្លោជាងគេចំណោម7នាក់ទស្សនិកជនជាទីគោរពដំណឹងមួយទៀតគួរឲ្យភ្ញាក់ផ្អើលនៅឯប្រទេសវៀតណាមនៅក្នុងជ្រុងសិល្បៈគឺបវរកញ្ញាអតីត Miss Grand International ឆ្នាំ2021គឺកញ្ញាងៀនធុញថុយធីងគឺពេលនេះគាត់ត្រូវបានអាជ្ញាធរវៀតណាមឃាត់ខ្លួនពីបទបំផ្លាញទំនុកចិត្តទៅដល់អតិថិជន
អតីត Miss Grand International 2021គឺរបស់វៀតណាមគឺកញ្ញាងៀនថុយធីងដែលមានអាយុ26ឆ្នាំគឺជាបុគ្គលដ៏ល្បីល្បាញម្នាក់ប្រចាំប្រទេសវៀតណាមត្រូវបានអាជ្ញាធរវៀតណាមចាប់ខ្លួននៅថ្ងៃទី19ខែឧសភាដោយភ្នាក់ងារស៊ើបអង្កេតរបស់ប៉ូលីសនៃក្រសួងសន្តិសុខសាធារណៈជុំវិញការចោទប្រកាន់ពីបទបោកប្រាស់ទំនុកចិត្តលើអ្នកប្រើប្រាស់ជុំវិញរឿងអាស្រូវពាក់ព័ន្ធទៅនឹងស្ករគ្រាប់បន្លែកដែលមានឈ្មោះថាកេរ៉ាហើយនាងកំពុងត្រូវបានស៊ើបអង្កេតពីបទបោកបញ្ឆោតអតិថិជនដែលយោងតាមមាត្រា198នៃក្រមព្រហ្មទណ្ឌរបស់វៀតណាមពាក់ព័ន្ធទៅនឹងបុគ្គលល្បីៗជាច្រើនករណីនេះក៏ពាក់ព័ន្ធទៅនឹងបុគ្គលល្បីៗជាច្រើនអ្នកទៀតរួមទាំងអ្នកមានឥទ្ធិពលនៅលើប្រព័ន្ធបណ្ដាញផ្សព្វផ្សាយសង្គមក៏ដូចជានាយកប្រតិបត្តិជាន់ខ្ពស់មកពីសាជីវកម្ម Asia Life និងក្រុមហ៊ុន Che Imrot ដែលត្រូវបានចាប់ប្រកាន់ពីបទផលិតនិងផ្សព្វផ្សាយផលិតផលអាហារសុខភាពស្ថិតក្រោមស្តង់ដារអ្នកស្រាវជ្រាវបានដឹងថាបវរកញ្ញាអតីតបវរកញ្ញារូបនេះមានភាគហ៊ុន 30% នៅក្នុងការវិនិយោគដែលជាផលិតផលស្ករសុខភាពដែលមានឈ្មោះថាកេរ៉ាត្រូវបានគេផ្សព្វផ្សាយថាជាស្ករគ្រាប់ជំនួយសុខភាពជំនួសឲ្យបន្លែបៃតងរីឯ 70% របស់ដៃគូអាជីវកម្មរបស់នាងគឺជាបុគ្គលដែលមានឈ្មោះថាផាំខ្វៀនលីងដែលអ្នកទាំងពីរត្រូវបានឃុំខ្លួននៅដើមខែមេសាដែលត្រូវចោទប្រកាន់ពីបទដូចគ្នាហើយអាជ្ញាធរបានប្រកាសថាក្រុមហ៊ុនបានបញ្ចេញពាក្យផ្សព្វផ្សាយដែលមិនប្រកាន់ខ្ជាប់ទៅនឹងស្តង់ដារដោយការលើកឡើងថាស្ករគ្រាប់មួយស្មើនឹងបន្លែមួយចានដូច្នេះមានន័យថាការផ្សព្វផ្សាយក៏ដូចជាការឃោសនាហ្នឹងគឺខុសពីការពិតខណៈដែលมันបានបង្ហាញនៅគ្រឿងផ្សំសំខាន់ទៅកាន់អតិថិជននោះទេដូច្នេះអាជ្ញាធរវៀតណាមបានឃាត់ខ្លួនកញ្ញាងៀនថុយធីងដែលជាអតីត Miss Grand របស់វៀតណាមឆ្នាំ2021អរគុណទស្សនិកជនជាទីគោរពនិងជាទីមេត្រីព័ត៌មានពេលល្ងាចក៏ដូចជាជ្រុងសិល្បៈកំសាន្តបានឈានមកដល់ទីបញ្ចប់ហើយអរគុណលោកអ្នកដែលបានតាមដានទស្សនាតាំងពីដើមរហូតមកទល់នឹងពេលនេះកម្មវិធីនឹងវិលត្រឡប់មកជួបលោកនាងស្អែកគេថ្មីនៅថ្ងៃស្អែកតាមពេលវេលានិងម៉ោងដដែលខ្ញុំទាំងអស់គ្នាក្រុមការងារផ្សាយផ្ទាល់សូមអរគុណសូមជម្រាបលាCTN TV របស់លោកអ្នក